បាទសូមជម្រាបជូននៅព័ត៌មានមួយតាក់ទងនឹងម្សិលមិញហ្នឹងសិណាដែលខ្ញុំនិយាយថាចៅកាច់កម៉ូតូនៅការ៉ាសាំងកាល់តិចទល់មុខកាល់ម៉ែតហ្នឹងប៉ូលីសអាចកអត់ដែលចាប់បានទេបាទហើយកាច់កហ្នឹងនៅតែកន្លែងកាល់តិចហ្នឹង2 3ម៉ូតូឲ្យកាច់ទៅយកតែនោះតែអត់ដែលដឹងថាមុខសញ្ញាប៉ុន្តែដល់ពេលប៉ូលីសទៅមើលឃើញក្នុងរូបភាពកាមេរ៉ាសុវត្ថិភាពភ្ញាក់ផ្អើលថាអាខ្មៅនឹងទៀតចា៎បាទក្រោយពេលដែលផ្ញើសារទៅឥឡូវហ្នឹងប៉ូលីសប៉ុស្តិ៍ស្រាចកបង្ហាញមុខបងថាអានឹងចាប់បានហើយលោកធាអើយចា៎ចាប់បានបាត់ហើមមុខហើមមាត់ជាបុរដ្ឋវ័យទៀតនេះដែលគឺជាក្រុមជំនាញកាច់កម៉ូតូដែលគេចាក់សោទុកចោលមិនទុកចោលទេចាក់សោទុកបលែងហាងក៏ទាវហាងកាខ្វេកន្លែងការ៉ាសាំងកន្លែងម៉ាតអីហ្នឹងក្រុមនេះគឺជំនាញតែម្ដងប៉ុន្តែឥឡូវនេះខាងក្រុមស្រះចកចាប់បានហើយបាទអញ្ចឹងលោកវណ្ណៈគាត់ជាមេប៉ុស្តិ៍នៅស្រះចកហ្នឹងគាត់បញ្ជូនតាម WhatsApp ឲ្យខ្ញុំឃើញគាត់ថានេះអាចោកាច់កម៉ូតូដែលតែងតែកាច់នៅកាតិចនេះឥឡូវនេះសុំម្ចាស់ម៉ូតូមើលបាទក្មួយស្រីដែលធ្វើការនៅតាំងហាងភោជនីយដ្ឋានតាំងនេះដែលកាច់កសោម៉ូតូក្មួយយកទៅបាត់នេះហ្នឹងហើយមុខហ្នឹងហើយមើលបាទប៉ុន្តែបានម៉ូតូទៅគឺថាមុខអញ្ចឹងបសល់ទុកនៅមុខស្លាកស្នាមទៅអនាគតឲ្យកូនចៅតតកូលមកនេះយើងដែលធ្លាប់តែអត់មានកំណត់រស់ស៊ីអីមើលឃើញតែទ្របគេគិតតែពីរឿងអំពើអាក្រក់បាទនៅក្នុងសង្គមធ្វើឲ្យសង្គមគេវឹកវរដោយសារតែយើងបាទដល់គេចាប់បានទៅវាចឹងទៀតដូចមានរូបវីដេអូដែរសហការីឃើញតែមួយឆ្កុយចឹងបាទពួកគេបញ្ជូនមកដូចមានវីដេអូដែរបាទតែនេះចង់ជម្រាបជូនឲ្យស្គាល់មុខទេដែលប្រិមិត្តដែលបានបញ្ជូនសារមកខ្ញុំថាម៉ូតូដាក់នៅការ៉ាសាំងកាល់តិចការ៉ាសាំងហ្នឹងទល់មុខកាល់ម៉ែតហ្នឹងតែងតែបាត់ម៉ូតូបន្តហ្នឹងឥឡូវហ្នឹងចាប់បានហើយបាទអញ្ចឹងតែប៉ុណ្ណឹងទៅបានហើយបង្ហាញមុខគេឲ្យស្គាល់ប៉ុណ្ណឹងបានហើយហើយក៏សូមកែសម្រួលព័ត៌មានម្សិលមិញមួយតាក់ទងរឿងសទ្ធីរុស្ស៊ីកែហ្នឹងកែអីលោកអ្នកកែត្រង់ចេះខ្ញុំម្សិលមិញខ្ញុំថាសទ្ធីរុស្ស៊ីដែលត្រូវបានសមត្ថកិច្ចចាប់កាលពីម្សិលមិញមិនមែនតកែកោះពុះទេតកែកោះដៃគូលបាទខ្ញុំម្សិលមិញថាគាត់ហ្នឹងសទ្ធីរុស្ស៊ីនៅក្រុងផ្សេងនោះដែលចាប់បានគឺជាតកែកោះពុះចាបាទប៉ុន្តែឥឡូវម្សិលមិញចាប់ព័ត៌មាននឹងមកច្រឡំគាត់តកែកោះពុះតកែកោះដៃគូលបាទអញ្ចឹងឥឡូវសូមជម្រាបថាគាត់ជាថៅកែកោះដៃគូលទេមករូបសទ្ធីរូបហ្វិចសហការីបានគេមើលស្គាល់បាទអញ្ចឹងគាត់តែកែពីប៉ុណ្ណឹងទេហើយមកទល់នឹងម៉ោងនេះពេលនេះវាមិនទាន់ដឹងថាតើខ្លែងបន្លំឯកសារនឹងឯកសាររឿងអីនៅឡើយទេបាទអញ្ចឹងយើងក៏អត់តន់ចង់ដឹងដែរបើគេមិនឲ្យមិនចង់ដឹងទេតែបើសិនគេឲ្យចង់ដឹងដែរចា៎បាទតែបើគេអត់ឲ្យធ្វើម៉េចបាទអញ្ចឹងគ្រាន់តែខ្ញុំចង់កែថាគាត់ជាអតីតថៅកែកោះដៃគូលបាទដែលគាត់ម្ចាស់គេហៅថាម្ចាស់ផ្ទះពុះម្ចាស់ផ្ទះពុះនៅក្រុងបរសឺនោះគាត់ថាម្ចាស់ផ្ទះពុះគេស្គាល់ហើយបាទតកែកោះដៃគូលហ្នឹងបាទអរគុណទៅទាំងជនឥឡូវនេះហើយយើងបញ្ចប់រឿងប៉ុណ្ណឹងហើយកលេចទៅមើលភាពសោកសៅនៃជីវិតក្មួយស្រីចំនួន3នាក់នៅខាងខេត្តតាកែវលោកអ្នកក្មួយស្រីដែលកំពុងតែរស់នៅគ្មានអាណាព្យាបាលដោយសារតែម្ដាយឪពុករបស់ក្មួយស្រីបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍បាទបានស្លាប់កាលពីថ្ងៃទី15ខែមីនាឆ្នាំ2014កន្លងទៅប៉ុន្តែការស្លាប់ម្ដាយឪពុករបស់ក្មួយស្រីទាំង3នាក់បន្សល់ទុកនៅកុមារកំព្រាបាទដែលក្មួយស្រីរស់នៅក្នុងគ្រួសារមួយទាំងវេទនាបំផុតក្មួយស្រីមានបងប្អូន3នាក់ស្រីទាំង3នាក់ចាប់តាំងពីម្ដាយឪពុកបានស្លាប់ចោលទៅក្មួយស្រីពេលខ្លះទៅរៀនបោះបង់ចោលសាលាមួយទឹកជួនកាលទៅសាលា2ដងឬក៏3ដងដោយសារតែការខ្វះខាតការរស់នៅដោយកើតមានការខ្វះខាតហូបចុកបាទឥឡូវនេះក្មួយស្រីដង្ហោយហៅសុំឲ្យសម្ដេចគិតបណ្ឌិតជួយ
ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលម្ដាយឪពុករបស់ក្មួយស្រីស្លាប់ទាំងពីរអ្នកបន្សល់ទុកក្មួយស្រីកំព្រាប៉ុន្តែមកទល់នឹងពេលនេះតុលាការមិនទាន់បានសម្រេចឲ្យជាថ្នូរនឹងសំណងទៅលើខាងគ្រួសារក្មួយស្រីបាន1រៀលទេបាទអញ្ចឹងសំណុំរឿងនៃការគ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងនៅក្នុងទឹកដីខេត្តកណ្ដាលហើយសំណុំរឿងនេះគឺនៅក្នុងដៃតុលាការខេត្តកណ្ដាលបាទអញ្ចឹងឥឡូវនេះក្មេងស្រីកំព្រាចំនួន3នាក់ដែលបានលើកដៃសំពះសូមឲ្យតុលាការពន្លឿនការកាត់ក្តីនិងធ្វើជាសំណងមកលើគ្រួសាររបស់ក្មួយស្រីព្រោះក្មួយស្រីនៅរៀនពឹងផ្អែកតែបងប្អូនទាំង3នាក់នេះពេលខ្លះក្មួយស្រីឆ្លៀតឱកាសដើម្បីធ្វើនំលក់ពេលខ្លះទៀតក្មួយស្រីទៅខាងក្រៅផ្ទះដើម្បីជីកក្តាមជីកកង្កែបដើម្បីចិញ្ចឹមបងប្អូនទាំង3នាក់នេះបាទអញ្ចឹងម្ដាយឪពុកទាំង2នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ហើយមកដល់ពេលនេះមិនទាន់មានសំណងណាមួយដើម្បីផ្ដល់មកម្ដាយឪពុកក្មួយស្រីដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះទេហើយសូមបញ្ជាក់ថាម្ដាយឪពុកក្មួយស្រីដែលបានគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី15ខែមីនា2014កន្លងទៅនេះគឺរថយន្តបុកនៅចំណុចផ្លូវជាតិលេខ3ត្រង់ចំណុចគីឡូម៉ែត្រលេខ3132បាទចំណុចលេខ3132ដែលឥឡូវនេះក្មួយស្រីទាំងអស់នេះកំពុងតែដង្ហោយសូមឲ្យតុលាការជួយដើម្បីពន្លឿននៅសំណុំរឿងហើយជួយកាត់ក្តីឲ្យបានកម្រៃខ្លះដើម្បីក្មួយបានមានលទ្ធភាពបន្តការសិក្សានៅក្នុងសាលាបន្តទៀតអញ្ចឹងបើសិនជាមិនមានជាសំណងអីទេនោះធ្វើឲ្យក្មួយស្រីដែលរស់នៅពី3នាក់បងប្អូនទាំងកណ្ដោយកដែងតែមានមីងនៅចិត្តទីនោះដែរប៉ុន្តែមីងនឹងតាគ្មានលទ្ធភាពក្នុងការជួយក្មួយស្រីទេមានអីក្រៅពីក្មួយស្រីពឹងផ្អែកទៅលើខ្លួនឯងតែប៉ុណ្ណោះពេលខ្លះទៅសាលាឆ្លៀតធ្វើនំលក់នៅឯសាលាបាទពេលចូលសាលាផ្ញើគេឲ្យជួយលក់បាទនេះដែលជីវិតរបស់ក្មួយស្រីកំពុងតែតោកយ៉ាក់ខ្លាំងបាទចំណែកឯជីដូនគាត់ឈ្មោះជីដូនមានអ៊ំមានពូមានមីងដែលរស់នៅក្បែរនោះដែរគឺគាត់ថាគ្មានលទ្ធភាពក្នុងការជួយក្មួយស្រីទេក៏ក្មួយទេចៅទេដោយសារតែជីវភាពគាត់ក្រដែរបាទអញ្ចឹងទេនេះអ្វីដែលក្មួយស្រីលើកដៃសំពះគឺទី1សំពះសូមឲ្យតុលាការជួយពន្លឿននិងរកយុត្តិធម៌ចំពោះម្ដាយឪពុករបស់ក្មួយស្រីដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មកទល់នឹងពេលនេះគ្មានសំណង1រៀលបាទទី2គឺសូមឲ្យថ្នាក់ដឹកនាំនិងសពរដ្ឋជនមេត្តាជួយចំពោះជីវិតទាំង3នាក់របស់ក្មួយស្រីផងដែលពេលនេះក្មួយស្រីកំពុងតែរស់នៅទាំងត្រដាបត្រដួសនិងវេទនាបំផុតបាទហើយសូមបញ្ជាក់ថាក្មួយស្រីទាំង3នាក់នេះគឺរស់នៅក្នុងភូមិអង្គរនៀបឃុំត្រាំកក់ស្រុកត្រាំកក់ខេត្តតាកែវបាទបើសិនជាប្រិមិត្តឬក៏សពរដ្ឋជនមានការអាណិតអាសូរមានចិត្តសពរដ្ឋធម៌សូមជួយទៅក្មួយស្រីទាំង3នាក់នេះអាចទំនាក់ទំនងបានមកខាងខ្ញុំក៏បានឬក៏អ្នកនៅតាកែវហ្នឹងទំនាក់ទំនងនៅក្នុងភូមិអង្គរនៀបឃុំត្រាំកក់ស្រុកត្រាំកក់ខេត្តតាកែវបាទអរគុណទូទាំងជនឥឡូវនេះសូមបន្តបញ្ចប់រឿងនេះប៉ុណ្ណឹងហើយកលេចទៅមើលរឿងខាងកញ្ញាឌីណាម្ដងបាទសូមជួយចារឿងបន្តហ្នឹងគឺតកតងជាមួយនឹងករណីប្លន់គឺដេញតាមប្លន់អ្នកដឹកលុយចំណងដៃការនឹងយកទៅផ្ទះជិះម៉ូតូដឹកលុយចំណងដៃការប្អូនយកទៅផ្ទះត្រូវម៉ូតូមួយគ្រឿងជិះបុកពីក្រោយភ័យស្លន់ស្លោស្រ័យថាចោលប្លន់ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 11:20 នាទីយប់ថ្ងៃទី 26 ខែមិនិនាតាមផ្លូវលេខ 271 សង្កាត់ទំនប់ទឹកខណ្ឌចំការមនប្រភពព័ត៌មានពីកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុជនរងគ្រោះជិះម៉ូតូម៉ាក Honda Dream ស៊េរី 2013 ពណ៌ខ្មៅជិះគ្នា2នាក់ដោយដឹកលុយចំណងដៃការប្អូនចេញពីហាង Lucky Star យកទៅទុកនៅឯផ្ទះហើយធ្វើដំណើរតាមផ្លូវលេខ 271 ទិសដៅពីជើងទៅត្បូងមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យ2នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបរស្របគ្នាមកដល់ចំណុចខាងលើបានជិះបុកជនរងគ្រោះបណ្ដាលឲ្យដួលរងរបួសស្រាលប៉ុន្តែជនរងគ្រោះភ័យស្លន់ស្លោបានស្រែកថាចោលធ្វើឲ្យជនសង្ស័យភ័យពេកបានលើកម៉ូតូជិះរត់គេចទៅបាត់ដោយមិនបានប្លន់យកលុយចំណងដៃទេក្រោយពេលកាត់ហេតុជនរងគ្រោះបានលើកម៉ូតូជិះត្រឡប់ទៅផ្ទះបន្តទៀតព្រោះខ្លាចមានគេតាមប្លន់ខ្លួនដែលកំពុងតែជិះយកលុយចំណងដៃការប្អូនយកទៅទុកនៅឯផ្ទះចាតាមប្លន់ចំណងដៃចាគាត់យ៉ាងម៉េចហ
hay ca hái hay tiền nên nông tải tôi vô cho nó này tận chứ mới ở cứ ôn còn năng ca này hang lại Kista chè ca nào hang ca này hang chắc tất còn vô cho nó đây năng tập tè nhung thà ca này tè bạn chẳng tụi tè này chôn ở lâu miền mùi tiệt à vì muốn cầm cháu tam nhẹ lục miết pi lại bỏ mol xong về đấy miết đôi lá tập tè cứ cái tam plon tôi đọc tè cứ cái tam plon tam lâu bàn tay ở lâu này nhẹ ca nó tam hang ấy mà còn miên cháu plon tam nhẹ vô cho nó đây này bài chẳng thế xong oi nhẹ đại ca nó tam hang tam phô trên địa thán bà sân chỉ vô lui cho nó đây trên tới xong rồi bây giờ đó buộc miên crom nhẹ trăm kết mới cầm cháu plon đúng không ba cái trăm cái ta chỉ mưa nhẹ căn vô cho nó đây nó trên từ mấy cứ nhẹ nông kết nó cứ nông không cua ca được mà bà vì miên nhẹ khá bà lom trôi si nông ca nó có miên này qua ấy nhẹ trôi bà lom mà khi ọt háo trôi bà lom si đầm bay sầm lăng mưa là bò lúa chứ bà khá sầm lăng sầm kết lúa cho nó này bàn tay là lâu dạ tôi cho nó đây nâu nông pính ọt miên đạn nâu tờ khát ọt miên đạn nâu trường pin ấy thì quả nó nâu bỏ bẹt đồ hay cái miên chạ sao tiền lục miên sau ấy thầm thấu bàn tay chạ sau nó nung thì lúa nó nung ọt bán bàn tay khai mò tam phải tam chứ này đấy tam chứ này bài chẳng tới vì muốn lọp để tam nhận lụ miết đô là và ta lấy tam nhận ca tiết này đặt trong nón đây nhà vô cho nó đây lọp tập theo bên tiết tam tiết ba xong bây giờ á bong phôn này miền cô ca xong bây giờ đấy miền trắng này phô vì muốn còn muốn lọp cái chậm mà nó nâu ca nâu cái lành sấy nâu chật start Olympic nó khang lạnh nhá qua lấy thì nè cái lạnh một colca kia mỗi cái lạnh xì một colca nâu Lucky Star mình Lucky Star thì nó mà chua khang lạnh là linh nó sẽ cái này chụp tấp đầm bòn chụp tấp còn muốn lọc cái chạp mà đong bà đong mà nè chô bà lom si ca nó đuổi hái lui vô xa trên một crowd vô xa trên crowd lui chẳng này hai mũi tiết rồi bây giờ đây rương chô si ca hái bàn tay mình nằm nhiều ấy cứ đẹp bà lom ấy từ tròn đây vô đô la cả đà mà rối từ tròn đấy ta tròn ta hà sắp xong rồi áp hà sắp để che miền chăng đọc về áp nó mình cả đà xin vô mà rồi ta lá nó cả đà copy vừa lâu cả đà đô la copy đôi giờ này đi mà đổi ná đá này đổi mình tên và miền cúp bài cúp vàng ôi phụ này là bạch ở năng vừa và ta bây giờ sầm mẹp nhom mấy tụi bay là bạch tham mấy mấy đấy vô về thao kết về trà na về phum mà than phum mà cứ nay cầm nứt rồi bọc bọc cô nó đầy một bộ bọc gì bà ngày muốn tê mô vậy thì dân xâm ngảy tê mô lên pui mà đó bát xóm tốt nhom kho pi cầm hồn muối để thông trường kia bấm phốt được cầm nồng pính lúc ở chung mùi đáy bát cầm oi đặt nhom mưa được cầm ní khi ở cuộc vui miên kia oi lối bị cao một tê mô đợi xa tới và miên chung mùi bỏ lúc pra tu được sạp mình tới với chấm lịch channel bỏ kia lớn nữa kia miên chung mùi lúc xóm tốt thì mà chung kho kiếm ta trâu bà man giờ chiêng mập hay mơn rồi là mình lọp miền đấy xem là Campuchia bây giờ cho trâu bà man cho anh mình dò luôn anh ta ăn ngọt với vậy chị bà đời đó trên dây chuyền người ta được bầu ná một bầu anh à về anh hay chân máu đó rồi về bịa rùa tốt và phu còn là tranh dầm đây mọi phàm đôi tươi dân mà ở kiếm lại chân bà đời chìm mà ai vô bà đời bà cháu báo chối ở toàn đang thà nít bỏ cây cháu bà cháu ta nè khối chứ tại nè mình khối khi mình che chế đấy mình đang che chế mày thế ấy nhỏ bơi ồ ấy chiêng mà pay mơn đô la thế cho ta hay vô bà đói đó hả 300 oi anh này miền mục rồi bo anh Rossi bán anh lụa bò do đấy đấy miền đuôi ấy trăm dối ông pay mơn nữa mà ngay ban trăm tập hẻm mớn của sầm nhập nhiều chiêm anh nhà Rossi đấy bài chế chẳng bà đói tôi cũng oi về một bạo dương toán nâng cả na bà sân thì dương dây du tới việc đăng thà dương đăng là bấy với chia dương muôn vua nâng chân ta chia dương muôn chẳng ấy cho anh chập làm dương đăng thà việc bóc chia về muôn màu chạm chị nè anh đó anh chê muốn nhưng chê bắn môn này anh mình chê phải chán nên anh phải trao vô
chẳng màប្រិមិត្តបាយនិយាយថាហូលោកទីបកែបចោមតែបាយជីទៅអត់ទេសុំទោសខ្ញុំមិនថាចេះមិនចេះជីទៅមកមិនដឹងទេប៉ុន្តែបើមនុស្សខូចចឹងចូលចិត្តជីយកតាមទូមិនដឹងថាពាក្យចេះហ្នឹងមកពីណាពេលប៉ាមនុស្សខូចចេះបើចេញមកចំណេះដឹងជីហ្នឹងមកឲ្យតែដឹងថាឮថាគេចង់បោកហ្នឹងអាចំណេះដឹងជីហ្នឹងចេញមកចាមកឯងមកបចោចូលមកតែច្រឡំថាឯងចូលចិត្តប្រច័នឯងមានប្រច័នណាបចោបដ ாய் បាទតោះបន្តទៀតចាឥឡូវនេះយើងចូលទៅមួយករណីទៀតគឺខាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនបានម្នាក់នៅច្រមុះជ្រូកក្បាលថ្នល់កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃគឺជារថយន្ត2គ្រឿងបានដេញតាមខាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀននៅច្រមុះជ្រូកក្បាលថ្នល់បានម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 2:30 នាទីរំលងអាត្រិតឈានចូលថ្ងៃទី 27 ខែមិនិនាតាមមហាវិថីព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនសាក់សីឃើញហេតុការណ៍បានឲ្យដឹងថាមិនដឹងថាចាសាក់សីឃើញហេតុការណ៍នឹងបានឲ្យដឹងថាមិនដឹងថាកម្លាំងប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃតាមចាប់មុខសញ្ញាជួញដូរគ្រឿងញៀនពីណាមួយទេគ្រាន់តែចាប់បានជនសង្ស័យជួញដូរគ្រឿងញៀនបាន3នាក់ហើយដាក់ក្នុងរថយន្ត2គ្រឿងនិងតាមច្បាប់មុខសញ្ញាបានម្នាក់ទៀតនៅច្រមុះជ្រូកក្បាលថ្នល់ចាប់ដាក់ក្នុងរថយន្តសរុបទាំងអស់គឺ4នាក់បើកចេញទៅបាត់ស្រមោលសម្បីអាជ្ញាធរមូលដ្ឋានដែលប្រចាំការនៅក្បែរកន្លែងកាត់ហេតុហ្នឹងក៏មិនដឹងថាគេចាប់អីដែរចាប៉ុណ្ណឹងអូបែបចាប់ពីអាកន្លែងមិញក្រសួងសង្គមកិច្ចមិញហ្នឹងហ៎ក្រសួងសង្គមកិច្ចណាយុទ្ធជននោះគឺមានតែម្នាក់ឯងម្នាក់ហ្នឹងហើយដល់ពេលគេចាប់មកពីនេះមួយនោះពីរនេះមួយនោះពីរអញ្ចឹងគូផ្សំគ្នាបាន4អញ្ចឹងណាព្រោះឥឡូវខាងសមត្ថកិច្ចគាត់មានជំនាញដែរគាត់មានកម្លាំងស៊ីវិលរបស់គាត់តាមប្រមាញ់អាពួកដល់លក់គ្រឿងញៀនហ្នឹងព្រោះចេះពួកលក់គ្រឿងញៀនហ្នឹងចេះឌីណាដឹងឯងគេអត់មានឈរចាំលក់អង្គុយចាំលក់ទេឥឡូវហ្នឹងគឺគេមានដូចថាមុខសញ្ញាគ្រឿងញៀនហ្នឹងគឺគេជិះម៉ូតូពងឲ្យជិះម៉ូតូវ៉ាវចឹងមកអ្នកដែលទិញហ្នឹងក៏ជិះម៉ូតូដែរចាជិះម៉ូតូមកគេធ្វើប្រចាំទិះគ្នាហុចឲ្យមកអូមានអញ្ចឹងចាអត់មានឈប់ទេបាទនេះរបៀបដែលគេជួញដូរគ្រឿងញៀនតែប្រិមិត្តគេខ្ញុំនិយាយចឹងទៅចំលោកធីនិយាយដូចទំនងអ្នកដើរធ្លាប់ធ្វើចឹងអត់ទេធ្លាប់ទៅចាប់ជាមួយនឹងសមត្ថកិច្ចខ្ញុំទៅយកព័ត៌មានសមត្ថកិច្ចអ្នកចាប់ខ្ញុំជិះតាមចឹងទៅបាទលើសមត្ថកិច្ចប្រាប់ថាលោកធីមកណាមកនិយាយធ្វើមិនដឹងណាមកចង់មករួចហើយគឺចាប់ដើរបាននេះជិះបច្រាស់ចឹងមកវ៉ាវចឹងមកហុចដៃគ្នាពឹបចាប់យកនេះចាប់យកដុល្លារលុយហើយចាប់យកគ្រឿងញៀនប្រយទៅបាត់ទៅចាណែវាចេះហើយខ្លះទៀតមិនចេះអត់អាពួកអ្នកទិញវាអត់មានម៉ូតូវានៅឈប់ចាំចឹងឈរធ្វើធម្មតារេរចឹងទៅអាអ្នកដែលជួយនឹងគឺជិះម៉ូតូវ៉ាវចឹងទៅអានោះគាត់នៅឈរគាត់នៅឃើញកលេចទៅឃើញម៉ូតូគាត់នៅកលេចឃើញវាស្គាល់ទេវាចាគេដឹងគ្នាបើពឹបគាត់នៅហុចដៃពឹបអាអ្នកឈរចាំពឹបយកពឹបម៉ូតូទៅប្រុយនៅចុះព្រុកទៅក្រោមបាត់ចាលើទំនប់អីចឹងចុះទៅក្រោមបាត់បាទនេះជារបៀបនៃការជួញដូរគ្រឿងញៀនគឺលហាចាបាទមិនមែនអ្នកជួញដូរគ្រឿងញៀនអ្នកលក់គ្រឿងញៀនមិនមែនដូចអ្នកលក់នៅផ្សារទេនៅលក់តាមផ្សារតាមចំផ្លូវទេបាទឬក៏នៅលក់ដូចជាផ្សារនៅព្រែកឯងនេះលក់ដាក់កញ្ឆេងលក់អញ្ចឹងទេចាបាទដាក់កញ្ឆេងលក់គេទៅចាប់បាត់ហើយមិនមែនដាក់លក់កញ្ឆេងដូចលក់ត្រីផ្ទុកលក់ថៃអីផ្សេងលក់បន្លែអីហ្នឹងណាបាទនោះគេហៅថាទីផ្សារគ្រឿងញៀនមេលហាដៃកូនលហាភ្នែកចាបាទអាហ្នឹងទៅប៉ាហ៊ីវិញហើយអញ្ចឹងបើសិនជាយើងយល់ពីប៉ាហ៊ីគឺយល់អ្នកលក់គ្រឿងញៀនអញ្ចឹងបាទប៉ាហ៊ីគាត់លហាដៃហើយយើងអ្នកមើលទៅលហាភ្នែកចាបាទព្រោះវាបោកគ្នាទៅវិញទៅមកបាទតោះបន្តទៀតចាឥឡូវនេះយើងបន្តចូលទៅមួយរឿងទៀតគឺសន្តិសុខ Golden Soria Mall វាជនជាតិអាល្លឺម៉ង់បែកក្បាលជនជាតិអាល្លឺម៉ង់ទិញឆ្កែមួយក្បាលពីសន្តិសុខ Golden Soria Mall ខឹងសន្តិសុខតាមទាលលុយច្រើនដងបង្កជាទំនាស់ត្រូវសន្តិសុខវាយបែកក្បាលកាលពីវេលាម៉ោង 9 យប់ថ្ងៃទី 26 ខែមិនិនានៅមុខ Golden Soria Mall តាមផ្លូវលេខ 51 សង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញប្រពន្ធព័ត៌មានពីកន្លែងកាត់ហេតុបានឲ្យដឹងថាជនរងគ្រោះគឺមានឈ្មោះថា Eric Zotro ភេទប្រុសជាជនជាតិអាល្លឺម៉ង់អាយុ40ឆ្នាំមុខរបរធ្វើការតាមអនឡាញស្នាក់នៅផ្ទះជួលក្បែរកន្លែងកាត់ហេតុតាមការឲ្យដឹងពីប្រពន្ធជនរងគ្រោះនឹងបានឲ្យដឹងថាកាលពីប្រមាណថ្ងៃមុននេះជនរងគ្រោះគឺប្តីរបស់គាត់នឹងបានឃើញឆ្កែមួយក្បាលគួរឲ្យស្រឡាញ់ហើយក៏បានសុំទិញពីសន្តិសុខ Golden Soria Mall ឲ្យលុយគ្នារួចរាល់អស់ហើយប៉ុន្តែដោយសារតែជនជាតិអាល្លឺម៉ង់ស្រឡាញ់ឆ្កែខ្លាំងពេកទៅណាក៏យកឆ្កែទៅជាមួយដែរសូម្បីតែពេលទៅញ៉ាំអាហារនៅ Golden Soria Mall ហ្នឹងក៏យកទៅដែរហើយដល់ពេលអញ្ចឹងទៅសន្តិសុខហ្នឹងគាត់ឃើញហើយគាត់ក៏ទៅទាលលុយថ្លៃឆ្កែថែមទៀតដល់ពេលអញ្ចឹងទៅជនជាតិអាល្លឺម៉ង់ហ្នឹងឲ្យទៀត
ចាឲ្យទៀតតាមប៉ិតឲ្យម្ដងរួចហើយប៉ុន្តែដល់ពេលសន្តិសុខនឹងឃើញជនជាតិអាល្លឺម៉ង់នឹងបដាឆ្កែនឹងទៅទៀតអញ្ចឹងក៏ទាលុយម្ដងទៀតចាទាលុយម្ដងទៀតទៅគាត់គឺជនជាតិអាល្លឺម៉ង់នឹងឲ្យទៀតគឺ2ដងនឹងអស់ប្រហែល$60ហើយចាហើយលុះដល់យប់កើតហេតុហ្នឹងលុះដល់យប់ថ្ងៃកើតហេតុហ្នឹងគឺជនរងគ្រោះបានយកឆ្កែទៅញ៉ាំអាហារទៀតក៏ត្រូវសន្តិសុខនៅ Golden ហ្នឹងតាមទាលុយទៀតធ្វើឲ្យជនជាតិអាល្លឺម៉ង់ហ្នឹងគាត់ខឹងព្រោះអីគាត់ឲ្យលុយហើយមិនក៏តាមទាគាត់ទៀតដល់ពេលអញ្ចឹងទៅគឺបង្កជាចំនួនកាត់ឡើងចាគឺសន្តិសុខហ្នឹងក៏បានវាយជនជាតិអាល្លឺម៉ង់ហ្នឹងរហូតដល់បែកក្បាលចាហើយចានៅពេលដែលវាយបានបែកនៅពេលដែលវាយបែកក្បាលអញ្ចឹងហើយសន្តិសុខហ្នឹងក៏រត់ចូលទៅក្នុងហាងហ្នឹងបាត់ទៅចូលនៅក្នុងសូយ៉ាម៉លហ្នឹងបាត់ទៅហើយអ្នករត់ម៉ូតូឌុបដែលនៅក្បែរហ្នឹងក៏តែងគាត់ប្រាប់ថាចេះនៅ Golden Soya Mall ហ្នឹងសន្តិសុខតែងតែវាយភ្ញៀវស្ទើរតែរាល់យប់ប៉ុន្តែអត់ដែលបានចាប់បានជនបកទេព្រោះអីឲ្យតែវាយគេហើយគឺរត់ចូលទៅក្នុងផ្សារហ្នឹងហ្មងអញ្ចឹងរត់អត់ឃើញចាទេ Soya Mall អានឹងនៅក្នុងសង្កាត់ផ្សារថ្មី2សង្កាត់ផ្សារថ្មីទី3ចាបាទសង្កាត់ផ្សារថ្មីទី3កន្លែងផ្សារសូយ៉ាម៉លហ្នឹងកន្លែងផ្លូវហ្នឹងពីមុនធ្លាប់សមត្ថកិច្ចទៅដកស្លាកយីហោដែលថាហាមចតដកបានរាប់ពាន់ស្លាកយីហោហ្នឹងពួកដាក់តាមផ្លូវគេចាបាទហើយកន្លែងតំណឹងកន្លែងផ្លូវមុខសូយ៉ាម៉លហ្នឹងកន្លែងហ្នឹងសម្បូរបាសម្រាប់បរទេសចាអូយណែនបើថាយប់ឡើងអ្នកទៅកាត់ហ្នឹងតាមហ្នឹងអាហ្នឹងគេហៅផ្លូវខាងបងផ្សារតាប៉ាងផ្លូវផ្សារផ្លូវអាហ្នឹងផ្លូវនេះផ្លូវអីផ្លូវមិនគេហៅផ្លូវអីនោះគាត់ផ្លូវហ្នឹងអត់មានផងបាទផ្លូវ Pasteur ចាបាទផ្លូវ Pasteur កន្លែងហ្នឹងបាទគឺណែននៅតាមផ្លូវហ្នឹងឥឡូវចេះទៅលោកមេប៉ុស្តិ៍ផ្សារថ្មី3បើគេប្រាប់តាសន្តិសុខនឹងច្រើនតែវាយភៀវវាយជនបរទេសអញ្ចឹងមើលតិចទៅមើលសន្តិសុខនៅកន្លែងនេះទៅកុំឲ្យគេរិះគន់ថាតែសន្តិសុខនៅហ្នឹងឯងក៏ខ្លាំងម៉ែប៉ុន្តែក៏យើងទៅមើលដែរកុំចោទថាគ្នាខ្លាំងគេលួចជួនកាលបរទេសខ្លះបង្កបញ្ហាយើងក៏ត្រូវមើលដែរតែបើសិនជាយើងមើលទៅហើយថាសន្តិសុខហ្នឹងគាត់ពិតជា comment រឿងអីដែលផ្ដល់ការអនុគ្រោះសម្រាប់ឲ្យគាត់ចេះតែមានឱកាសវាយភៀវតទៅទៀតបាទគេភៀវបរទេសណាគេមកលេងស្រុកខ្មែរណាបាទជាទេសចរមួយសម្រាប់ចំណូលប្រទេសរបស់យើងបាទប៉ុន្តែក៏យើងមិនមែនទៅកាន់ជើងបរទេសដែលគេមកប្រព្រឹត្តអាក្រក់នៅក្នុងសង្គមរបស់យើងដែរបាទហើយយើងក៏មិនលើកទឹកចិត្តឲ្យខ្មែរយើងទៅវាយបរទេសដែរហើយក៏មិនមែនលើកបរទេសឲ្យទៅវាយខ្មែរដែរយើងមើលពីហេតុផលខុសឲ្យយើងត្រូវបើសន្តិសុខនឹងខូចប៉ុស្តិ៍ផ្សារថ្មី3ចាំអីមិនព្រមហៅគាត់ទៅសួររឿងអីដែលគាត់សន្តិសុខឯកជនអត់មានស្ថាប័នច្បាស់លាស់សន្តិសុខឯកជនសិតតែមានឈ្មោះរបស់គេសន្តិសុខនៅណាឈ្មោះសន្តិសុខអីសន្តិសុខក្រុមហ៊ុនសន្តិសុខឈ្មោះអីអាហ្នឹងមានរបស់គេតាបាទហើយបើសិនជាថាកន្លែងនោះសន្តិសុខមិនមែនជារបស់ក្រុមហ៊ុនទេជាលក្ខណៈឯកជនអាហ្នឹងក៏សួរម្ចាស់ផ្សារដែរសូយ៉ាម៉លដែរសន្តិសុខអ្នកឯងយកមកពីណាបុគ្គលនេះយកមកពីណាអត់មានអីបាក់ស្រាវជ្រាវទេប៉ុន្តែលើកលែងថាខេងលូវាយកអារឿងហ្នឹងវាទៅជារឿងយើងថាអេបុគ្គលម្នាក់ហ្នឹងវាលប់ចិញ្ចឹមអញប្រចាំអាទិត្យប្រចាំខែអាហ្នឹងបានសមត្ថកិច្ចគាត់មិនធ្វើអាហ្នឹងខ្ញុំមិនដឹងទេតែតែដឹងដល់ឋានៈដឹកនាំខាងលើគាត់ក៏មិនអនុញ្ញាតឲ្យមន្ត្រីប៉ុស្តិ៍ណាមួយដែលគាត់ទៅដាក់ខែដាក់ថ្ងៃដើម្បីឲ្យបុគ្គលនឹងទៅធ្វើបាបអ្នកដទៃដែរបាទនេះយើងមើលចឹងទៅអត់មានអីពិបាកស្រាវជ្រាវទេរឿងនេះបាទឥឡូវនេះសូមបញ្ចប់រឿងនឹងប៉ុណ្ណឹងហើយប៉ុន្តែយើងក៏លេចទៅមើលរឿងម្សិលមិញយើងនិយាយអំពីរឿងថាយុវជន2នាក់ដែលមានស្នេហាជាមួយគ្នាហើយមានផ្ទៃពោះនោះណាចាម្សិលមិញដូចជាអត់មានចាថ្ងៃហ៎សំថ្ងៃទេបើមិនសំថ្ងៃដែលណាមិនទាន់ចូលទេកញ្ញាសុភាបាទអញ្ចឹងឥឡូវនេះខាងអ្នកនៅផ្ទះចិត្តខាងលោកយាយនោះគាត់បានប្រាប់មកថាខាងប្រុសដែលត្រូវបានគេចោទថាមានការជ្រុលជ្រួសទៅលើក្មួយស្រីដែលអាយុ14ឆ្នាំរហូតដល់មានផ្ទៃពោះនោះឥឡូវហ្នឹងគឺត្រូវបានឃុំនៅសមត្ថកិច្ចនៅឡើយទេហើយខាងភាគីខាងស្រីណាគេទាមទារឲ្យខាងប្រុសហ្នឹងជាសំណងខូចខាត$10,000ចា៎ណា$10,000ប៉ុន្តែឥឡូវនេះ
ខាងប្រុសឯនោះវិញគាត់ថាគាត់គ្មានលទ្ធភាពក្នុងការសងជាសំណងខូចខាតទៅលើខាងកូនស្រីគេទេមានតែសំណងតែមួយគត់គឺចង់ឲ្យចៅរបស់គាត់ពួកឯនោះអត់មានម្ដាយពុកទេខាងប្រុសមាននៅជាមួយនិយាយអញ្ចឹងថាគាត់មានលទ្ធភាពតែមួយគត់គឺគាត់ឲ្យចៅនឹងទៅផ្សំផ្គុំតាមប្រពៃណីយកធ្វើជាគូសកលតែឥឡូវនេះគឺថាភាគីខាងកូនស្រីនោះគាត់អត់ព្រមទេប៉ុន្តែសម្រាប់កូនស្រីហើយនឹងកូនប្រុសឯនោះខាងប្រុសនោះគឺគាត់ស្រឡាញ់គ្នាចង់សំគុំចង់នៅជាមួយគ្នាជាគូអនាគតចា៎បាទអញ្ចឹងឥឡូវនេះយើងក៏មិនទៅវែកញែកអ្វីឲ្យលើសពីហេតុផលផ្លូវច្បាប់ដែរប៉ុន្តែបើសិនជាភាគីទាំងពីរឥឡូវភាគីខាងប្រុសនោះគាត់យល់ព្រមអស់ហើយអស់លីងមកថាមានអីមានតែខ្លួនមួយគត់ដែលចូលទៅស្ដីដណ្ដឹងបាទប៉ុន្តែឥឡូវនៅតែភាគីខាងស្រីទេកូនស្រីស្រឡាញ់ហើយប៉ុន្តែខាងម្ដាយពុកខាងកូនស្រីគាត់មិនព្រមអញ្ចឹងអ្នកមីងបើសិនជាយើងគិតទៅឧទាហរណ៍ថាយើងបានលុយពីគេឧទាហរណ៍ថាបើសិនជាមានលុយគេឲ្យមែនតែកូនស្រីយើងវាត្រូវជាជ្រុលជ្រុះហួសពេលទៅហើយហួសអ្វីដែលយើងគេថាអានៀបបាក់យកអានៀបជួសណាដល់ពាក្យវាហួសវាមិនដឹងបានអីជួសណាតែឥឡូវនេះកូនស្រីក៏អញ្ចឹងដែរយើងមិនដឹងវាបានអីជួសអញ្ចឹងការជួសនោះគ្មានអីក្រៅពីថាឲ្យភាគីទាំងពីរហ្នឹងទៅជួបគ្នាទៅតាមប្រពៃណីទៅបាទឥឡូវអញ្ចឹងទេបើសិនជាភាគីខាងស្រីគាត់មិនព្រមអាហ្នឹងធ្វើម៉េចទេវាផ្លូវច្បាប់យើងក៏មិនហ៊ានអះអាងអីឲ្យវាលើសនឹងផ្លូវច្បាប់ដែរប៉ុន្តែបើសិនជាមានការយោគយល់គ្នាអញ្ចឹងខាងប្រុសកំពុងតែសុំអំបរហើយតែខាងស្រីកំពុងតែបដិសេធអញ្ចឹងបើសិនជាខាងស្រីគាត់យល់ថាអាហ្នឹងវាបើសិនជាបាន10000នោះមកក៏វាមិនអាចលុបលាងនៅកិត្តិយសគេឈ្មោះនឹងកូនស្រីរបស់យើងដែលបានជ្រុលជួសទៅហើយអាហ្នឹងអាចទៅសំគុំគ្នាទៅក៏មួយយ៉ាងដែរបាទប៉ុន្តែបើសិនជាមិនបានធ្វើចឹងទេនៅតែថាដាច់ខាតត្រូវតែប្តឹងផ្ដាល់អានឹងគ្មានអីក្រៅពីខាងប្រុសវាជាប់គុកហើយតែគាត់ថាការជាប់គុករបស់ខាងប្រុសបើយើងឲ្យគិតឲ្យផ្លូវច្បាប់គិតឲ្យពីភាពយុត្តិធម៌វាមិនមែនជាការបង្ខំរបស់ខាងប្រុសទេគឺជាការឯកភាពយល់ព្រមបាទស៊ីចង្វាក់គ្នាដោយពេលរហូតមកដល់ពេលនេះក៏ខាងភាគីខាងស្រីក៏អត់បានបដិសេធដែរខាងកូនស្រីមិនបានបដិសេធដែរបដិសេធតែម្ដាយឪពុកតាបាទអញ្ចឹងយើងនិយាយឲ្យអស់ទៅអញ្ចឹងតពុកវាទៅភ្នៅវាមកនិយាយចេះបាទអាហ្នឹងគេហៅថាទុំមុនសគៀលអញ្ចឹងហ៎ចាទុំមុនសគៀលទុំមុនចាស់ក៏បានដែរបាទអញ្ចឹងពេលខ្លះបើថាវាស្វាយវាទុំមុនចាស់អាហ្នឹងវាទុំដែរទុំតែសបអីប៉ុន្តែសាច់វាអត់ផ្អែមទេសាច់វាជូរចាអាហ្នឹងគេហៅទុំមុនចាស់ទុំមុនសគៀលនោះតែបើទុំតាមក្រិតក្រមរដូវរបស់វាមួយឆ្នាំទុំម្ដងហ្នឹងទៅអាហ្នឹងស៊ីមកផ្អែមហ្មងចាស្វាយខ្លះឃើញក្រហមសបចាគួរឲ្យស្រឡាញ់ប៉ុន្តែពេលដែលស៊ីនិយាយស៊ីហ្មងវាដាច់ហ្មងបើសិនជាហូបអាហ្នឹងវាទៅជាជូរចាបាទអញ្ចឹងបានគេនិយាយថាខ្ញីកាន់តែចាស់កាន់តែហិលមនុស្សកាន់តែចាស់កាន់តែខ្ញីបាទហ្នឹងវាខុសគ្នាអញ្ចឹងទៅខ្ញីវិញចាបាទខ្ញីអត់ឲ្យទៅណារួចទេដូចតាខ្ញុំអញ្ចឹងនៅចោមចៅថ្ងៃមុនអញ្ចឹងមនុស្សកាន់តែចាស់កាន់តែខ្ញីគេក្មេងនៅទុកហ្នឹងតាយ៉ាប់មែនតាខ្ញុំបាទអរគុណទៅដល់ជនឥឡូវនេះចុងក្រោយមួយទៀតប្រជាពលរដ្ឋរស់នៅខាងភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ6សូមឲ្យអាជ្ញាធរទៅពិនិត្យត្រួតពិនិត្យចំពោះអីគេមេត្តាជួយអន្តរាគមន៍ហាមឃាត់រថយន្តធំបាទដែលដឹកខ្សាច់និងដឹកប្រេងសាំងកុំឲ្យបើកលឿននៅតាមផ្លូវភូមិនេះពេកព្រោះវាបង្កឲ្យហុយផងហើយគ្រោះថ្នាក់សម្រាប់អ្នកដែលនៅរស់នៅតំបន់នឹងផងហើយខ្សាច់ជ្រុះឲ្យពេញផ្លូវផងដែលអាចប៉ះពាល់ដល់អ្នកធ្វើដំណើរនិងប៉ះពាល់ដល់សន្តិសុខភាពប្រជាពលរដ្ឋបាទអញ្ចឹងសូមឲ្យខាងអាជ្ញាធរ
បាទអាញាធរនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ6បានមើលផងរថយន្តធំដឹកសាច់ដឹកប្រេងដឹកហើយនឹងបើកលឿនព្រោះហុយខ្លាំងណាស់បាទព្រោះនៅផ្លូវភូមិស្ពានខ្ពស់បាទសង្កាត់គីឡូម៉ែត្រលេខ6បាទទូទាំងជនសំពេលសម្រាប់បន្តិចសិនបាទតិចទៀតយើងវិលមកជួបគ្នាបន្ត